របាំសូមលងម៉ែជាអម្ចាស់មានព្រះជន្មយឺនយូរដែលសម្ដែងដោយក្រុមរបាំព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដែងដោយសិល្បករនីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានសម្ដែងថ្វាយតតនិងទេសនាអំបញ្ញមិញនេះបានក្រាបថ្វាយបង្គំលាទៅជាបន្តខ្ញុំម្ចាស់នាងខ្ញុំសូមរៀបចំនៅបទចម្រៀងចំនួន4បទជាបន្តទៀតដែលបទទី1មានចំណងជើងថារាត្រីដែលបានជួបភ័ក្រជាប្រឌិតនិពន្ធច្រៀងដោយលោកពៅពិសិដ្ឋនិងកញ្ញាវឿនពិសីបទទី2មានចំណងជើងថាអបអរជោគជ័យទិវា8ឧសភាឆ្នាំ2025និងខួប70ឆ្នាំកាកបាទក្រហមកម្ពុជាច្រៀងដោយអ្នកនាងហឹមស៊ីវនបទទី3មានចំណងជើងថាចម្រើនព្រះជន្មព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរច្រៀងដោយកញ្ញាសោភាទេពីបទទី4មានចំណងជើងថាស្នេហ៍ពុំមានសង្ឃឹមជាប្រឌិតនិពន្ធច្រៀងដោយលោកគ្រីថៃពៅសូមបង្គំយាងទតនិងគោរពអញ្ជើញទេសនាដោយមេត្រីមុនដូចនាវាសន្តាមេតាបងនាំទៅឆ្ងាយដូចរូងអូនសោភាលៀងគេណាសែនឆាឆាយបងអើយអូនសប្បាយព្រោះអូនបានព្រោះកល្យានដូចបំណងតែបងជាគូក្រពេលរាត្រីបានជុំថ្លៃគូសង្សារនេះគឺជាវាចាដែលបានថាពីបបេចិត្តសំគោថាអស់ខ្វល់លេងរីរេអូនមិនប្រែចិត្តទេប្រស្នេហ៍ចូលចងចាំមុនដូចនាវាសន្តាមេតាបងនាំទៅឆ្ងាយ
จันทร์มุนีនារីមនុស្សសធុអង្អួនប្រធានអចិន្ត្រៃយ៍វៃឆ្លាតរងបងកាកបាត់ក្រហមបោបអូព្រះគុណលោកយាយព្រះតែមនុស្សសធុទ្រង់បន្តជាព្រះប្រធានកិត្តបណ្ឌិតបុនរនីហ៊ុនសែនសោភីប្រធានពងខ្ពស់គោរពអរគុណដោយក្តីកតញ្ញូចំពោះសប្បុរសជនដោយស្មងសូបទពិសោធន៍ឧត្តម2024ជួយជ័យទួនទួនខ្ជាប់ខ្ជួនមនុស្សធម៌សមិទ្ធផលសំខាន់ហើយជាអាងស្បានល្អចែកអំណោយមនុស្សធម៌ទ្រង់ទ្រីដ៏ធំក្រុងរុនតាឯកដែកជួសែនជ័យក្រុងសាហានិភ័យជាង1000ចែកជុំ4500ក្រុងសាជារួមមកពីស្រុកឃុំខេត្តឧត្តរមានជ័យ60000គ្រួសារស្ថាបនាចែកខ្លះដល់អ្នកដែលខ្វះប្រទៀងហានិភ័យ$1 លានមកហាមានន័យដើម្បីជួយមន្ទីរពេទ្យគុណធាំងបុព្វ8ឧសភា2025មូលបទសំខាន់កាន់ជាគោលការណ៍លោកជំទាវបណ្ឌិតពេញបិទខ្លឹមសារជាបឋមចលនារួមគ្នាស្ម័គ្រចិត្តទៀតដើម្បីសហគមន៍មានសុខភាពល្អក៏មានភាពធន់និងអាកាសធាតុអបអរទិវា8ឧសភាទៀតជួយជនរួមជាតិនឹងមានភាពធន់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមូនីហ៊ុនម៉ាណែតវេទីថ្លែងអំណរគុណជូនពរដល់ស្មងដល់សប្បុរសជនសុខភាពមាំមួនជនមាយឺនយូរដើម្បីសហគមន៍មានសុខភាពល្អក៏មានភាពធន់និងអាកាសធាតុអបអរទិវា8ឧសភាទៀតជួយជនរួមជាតិនឹងមានភាព